ជំរាបសួរលោកគ្រូខ្ញុំឈ្មោះនីបុនធាខ្ញុំមកពីក្រុងរាជយុវភ័យថ្ងៃនេះខ្ញុំធ្វើវីដេអូនិយាយពីការធ្វើ lab 2អញ្ចឹងខ្ញុំមានម៉ាស៊ីនដែលខ្ញុំ remote មកកាន់ power set ម៉ាស៊ីនប៉ាត់អញ្ចឹងសម្រាប់ការងារទី1នៅក្នុង lab 2នេះគឺយើងប្រើcommand line ដើម្បី print នៅ work directory អញ្ចឹងដើម្បីយើង print នៅ work directory យើងប្រើ command pwd អញ្ចឹងវានៅក្នុង folder home នៅក្នុង user cd អញ្ចឹងទី2 navigate to tmp folder អញ្ចឹងដើម្បី navigate យើងប្រើ command cd/tmp អញ្ចឹងឥឡូវនេះវានៅក្នុង folder tmp ទី3 create folder name ហើយ create folder មួយដាក់ឈ្មោះមួយហើយសម្រាប់នៅក្នុង folder នោះវាមាន3 folder 3 sub folder នៅក្នុងហ្នឹងអញ្ចឹងដើម្បីបង្កើតយើងប្រើ command mkdir .p យើងដាក់ឈ្មោះ folder យើងមកខ្ញុំដាក់ឈ្មោះថាហៀងហើយយើង slash មួយបន្ទាប់មកយើងដាក់ឈ្មោះ folder doc dot image ហើយនៅ backup អញ្ចឹងយើងបង្កើត3 folder ហ្នឹងគឺដាក់ប៉ុណ្្នឹងមកហើយយើង ls មើលអញ្ចឹងយើងមានfolder បុនហៀងនេះមួយចុះយើង cd ទៅកាន់folder មួយនេះយើង cd ចុះយើង ls មើលអញ្ចឹងមាន3 file ហ្នឹងអញ្ចឹងសម្រាប់ទី4យើងបង្កើត file 2 file នៅក្នុង folder 10អញ្ចឹងយើង cd ចូលទៅកាន់10មកយើង cd ចូលទៅកាន់10មកបន្ទាប់មក2 file នៅក្នុង folder batch អញ្ចឹងខ្ញុំធ្វើការ cd មក tmp វិញ cd/t អញ្ចឹងការងារទី4គឺយើងបង្កើត2 file នៅក្នុងfolder 10អញ្ចឹងដើម្បីបង្កើត file បានយើងប្រើ command touch មុនហៀងនៅក្នុង doc ហើយនៅក្នុងហ្នឹងយើងបង្កើត2 file យើងដាក់ file 1 file 2ហើយយើងដាក់ប្រភេទជា text អញ្ចឹងយើងបង្កើតហើយបន្ទាប់មកយើង cd ចូលទៅកាន់ user របស់យើងមក cd ទៅកាន់ folder នោះមកហើយយើង cd ទៅកាន់ doc អញ្ចឹងយើង ls មើលអញ្ចឹងបន្ទាប់មកយើងគឺទៅ2 file ដែលយើងបង្កើតខាងលើនេះហើយអញ្ចឹងសម្រាប់ការងារបន្ទាប់គឺ copy all file from doc to backup folder អញ្ចឹងការងារទី5នេះគឺយើង copy file from folder doc ហ្នឹងទៅ backup folder អញ្ចឹងយើងខ្ញុំ cd ចេញអស់សិនបន្ទាប់មកខ្ញុំ cd ចូលទៅកាន់ folder មួយហ្នឹងហើយខ្ញុំចង់ cd ទៅកាន់ backup folder ហ្នឹងតើវាមាន file អីអត់អញ្ចឹងវាអត់មានទេអញ្ចឹងយើង cd ចេញមកវិញមកអញ្ចឹងដើម្បី copy គឺយើងដើម្បី copy អញ្ចឹង copy យើងប្រើ command cp ចូលទៅកាន់ folder យើង copy មកពី folder ណាយើង copy មកណាយើងមកអីអញ្ចឹងយើង copy មកពី doc docs copy cp do បន្ទាប់មកយើងដាក់កាយហើយនៅក្នុង folder មួយនេះយើងយកទៅដាក់នៅក្នុង folder backup ហើយអូខេប៉ុណ្ណឹងអញ្ចឹងយើង copy បានហើយយើងអាចចូលទៅកាន់ចូលទៅកាន់ backup
ចឹងយើងមើលចឹងយើងមានពីរ file ដែលយើងបាន copy មកពី file ពី folder របស់ Dart ហ្នឹងហើយចឹងការងារទីទី6គឺយើង use tree command to view structure of folder folder យើងមកបង្កើតហ្នឹងអញ្ចឹងដើម្បីបង្កើតដើម្បីយើងវា tree command ហ្នឹងគឺយើងត្រូវinstall សិនបើសិនជាយើងអត់ត install អញ្ចឹងឥឡូវយើងចង់ដឹងថាយើងបាន install ឬក៏មិនទាន់យើងវាយ command មក tree ឈ្មោះ folder យើងមកtree អញ្ចឹងវាអត់ស្គាល់ទេអញ្ចឹងយើងប្រើ command ដើម្បី install យើងប្រើ sudo apt install tree អញ្ចឹងវាឲ្យយើងដាក់ password អញ្ចឹងវា install ហើយអញ្ចឹងយើង install បានហើយអញ្ចឹងយើង cd ចេញមកយើង cd ទៅកាន់ tmp/t យើង cd ទៅកាន់ folder អញ្ចឹងយើង tree យើងអត់ចូលទៅដល់ folder ទេ cd យើងប្រើ command tree អញ្ចឹងយើងទទួលបានហើយនេះអញ្ចឹងនៅក្នុង folder ហ្នឹងវាមាន backup file មាន batch file ហើយនិង image អញ្ចឹងនៅក្នុង backup file វាមានពីរ file ដែលយើង copy មកពី file dot នេះអញ្ចឹងសម្រាប់ lab ទី2មានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ